បាទគ្រប់ជំរាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់និងជាទីគោរពថ្ងៃនេះគឺខ្ញុំមកដល់កណ្ដាលព្រៃតន់ដល់កណ្ដាលទៅមុខទៀតប៉ុន្តែគាត់ថាយើងឈប់ត្រឹមនេះព្រោះធ្លាប់រកបានរកអីចឹងណាឥឡូវនេះគឺខ្លាយទៅជាដីយមការដីអីហើយមិនតន់ជាការពេញលេញគាត់ថាគេកាប់ម្ដងម្ដងតិចទៀតគឺខ្លាយទៅជាដីយមការនេះឃើញដើមដួលហ្នឹងឃើញដើមដួលមកតាំងពីម៉ោង6ព្រឹកម្ដងនេះប្រហែលជាម៉ោង9ម៉ោង8:9ហ្នឹងហើយមើលទៅមុខទៀតខ្ញុំទៅដល់មើលថាមានជួបអីឃើញអីខ្ញុំធ្វើការថតបង្ហាញជូនបងប្អូននៅទស្សនាបងប្អូនគ្នាឥឡូវមកដល់នេះតាមផ្លូវthì ខ្ញុំក៏ឆ្លៀតរមើលតាមផ្លូវទៅព្រោះដោយសារតែតាមផ្លូវមានពីថ្មផ្លេចច្រើនហើយជាតម្រុយក៏ដូចជាមានពីថ្មកមូនខ្លះគុជកមូនខ្លះពូស៊ីលឈើខ្លះឥឡូវនេះគឺយើងធ្វើការដើររកទៅជួបរបស់មួយសំខាន់ហើយពិសេសល្អមែនទែនដែលជារបស់កម្រអញ្ចឹងបងប្អូនចង់ជួបចង់ឃើញយ៉ាងណាហើយយើងទស្សនាជាមួយខ្ញុំបាទទាំងអស់បងប្អូនអរគ្នានេះគឺថាវ៉ាវតែម្ដងអូពិសេសអស់ទាស់តែម្ដងបងប្អូនគ្នាវ៉ាវហ្នឹងហើយអូយល្អណាស់ល្អគ្មានពីរតែម្ដងពីមុនខ្ញុំធ្លាប់ជួបម្ដងរៀងដូចនឹងពួនស្រួយក្បាលស្រួយកទុយហើយឥឡូវនេះជួបមួយទៀតហើយអូទុកខ្លួនឯងមួយនេះគឺអត់ដែលបានជួបទេបងប្អូនគ្នាហើយមានបងប្អូនគាត់ជួយចិត្តគាត់ស្រឡាញ់គាត់គ្រប់គ្រងគាត់រោខ្លាំងមែនទែនណារោខ្លាំងមែនទែនប្រភេទនេះប៉ុន្តែខ្ញុំរោរយៈពេលច្រើនឆ្នាំមែនទែនហ្នឹងហើយកម្របានជួបមកជួបមួយផ្លែកពិសេសបែបនេះទៀតវ៉ាវតែម្ដងឥឡូវយើងរកកន្លែងមានទឹកនេះ Oh my god កាលមុនខ្ញុំជួបធំប៉ុណ្ណឹងដែរវែងឃើញបងប្អូនគ្នាឃើញសរសៃដូចថ្នោតទេដូចសរសៃជក់ថ្នោតតែនៅកណ្ដាលព្រៃណាហ្នឹងហើយនេះគឺជាប្រភេទផូស៊ីលរបស់ក្លឹមទ្រាំងផ្នែកគល់នេះឃើញហ្នឹងផ្នែកគល់ហើយមានប្រភេទមួយទៀតដូចគ្នានឹងអញ្ចឹងដែរប៉ុន្តែតំបន់នេះមិនគួរមានទេព្រោះយើងអត់ឃើញមានតម្រុយនៅទេមិនទ្រាំងទេមួយទៀតណាក្លឹមច័ន្ទបងប្អូនគ្នាប៉ុន្តែនេះមិនមែនទេពួកនៅនេះអត់មានដើមច័ន្ទទេមានច័ន្ទគ្រឹស្ណាទេហើយក្លឹមច័ន្ទក៏ពេលដែលកកខ្លាយទៅជាថ្មក៏បែបនេះដែរនៅក្នុងសេចក្តីអធិប្បាយរបស់ខ្ញុំគឺចង់បង្ហាញអំពីពួកត្បូងថ្មធម្មជាតិដូចជារុក្ខជាតិធម្មជាតិទាំងឡាយណាដែលបានកប់នៅក្នុងដីនៃតំបន់រ៉ែនេះឃើញកប់នៅក្នុងដីនៃតំបន់រ៉ែនេះក៏យ៉ាងទៀតឃើញវ៉ាវតែម្ដងកប់ដោយសារតែខ្ញុំសិក្សាទៅឃើញថាដីនៅទីនេះគឺជាប្រភេទដីឥដ្ឋដែលមានសភាពលក្ខណៈដូចជាខ្លាញ់ក្តាមអញ្ចឹងភ្លុកណាស្អិតហើយដីទាំងអស់នេះពេលដែលមានអីកប់ចូលទៅខាងក្នុងហ្នឹងគឺរបស់ទាំងអស់ហ្នឹងនឹងមិនត្រូវបានកំទេចមិនត្រូវបានបំបែកមិនត្រូវបានស៊ីដោយមេរោគឬមួយក៏បាក់តេរីអីទេហើយសូម្បីតែអុកស៊ីតកម្មបងប្អូនគ្នាអុកស៊ីតកម្មមកពីបរិយាកាសទឹកភ្លៀងមកពីក្នុងដីស៊ីក៏អាចធ្វើឲ្យធម្មជាតិទាំងអស់នេះទៅជាលួយអលេះបានដែរចឹងហើយដោយសារតែសមាសធាតុលើសលប់នៃរ៉ែស៊ីលីកាមួយចំនួនច្រើនណាហ្នឹងហើយបានធ្វើឲ្យអំបូរទាំងអស់នេះបានកក់រឹងខ្លាយទៅជាថ្មហើយបំលែងចង់ថាបំលែងរូបរាងកាយពីធម្មជាតិពីរុក្ខជាតិពីកាកសំណល់នៃរុក្ខជាតិខ្លាយទៅជាថ្មអញ្ចឹងអ្វីក៏ដោយដែលបានកប់នៅក្នុងនេះគឺភាគច្រើនគឺទៅជាបែបនេះហ្នឹងហើយទៅជាបែបនេះអញ្ចឹងបានយើងមើលតម្រុយអញ្ចឹងបានជួបហ្នឹងហើយទាំងអស់នេះគ្រាន់តែជាចំណេះដឹងមួយជ្រុងតូចដើម្បីធ្វើការបង្ហាញទៅកាន់បងប្អូនអរគ្នាដើម្បីជាការសិក្សាស្វែងយល់ហើយនឹងទទួលបានយោបល់បន្ថែមពីបងប្អូនត្រឡប់មកវិញអូខេអរគុណច្រើនសម្រាប់ការទស្សនាក្នុងគ្លីបរបស់ខ្ញុំបាទក្នុងឱកាសនេះយើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាទពុកម៉ែបងប្អូនអរគ្នាឥឡូវនេះគឺម៉ោង 7:12 ហើយតាន់បានអីទេ អ
Ô đọt con này bạn đâm thò một crop một con này bạn thế hồi đây dừng mơ tiếp kinh lô bạn ấy bọn nó nếu khơi cái giờ một crop này cái giờ mình crystal không thiệt po ai trong po tiếng lương như một crop thiệt bạn pi là ngay bọn nó nên đi có cầm rò đấy rò tầm ròm chụp sạch máy khăn nóng hay miền lại cái giá bỏ sò là ngay cầm rò ban chụp đấy ở đây nhung tha mà rơ hết nó hay có khơi một hết quýt có muôn một crop thiệt bọn nó nên đi đây dương mưa khang kra được bỏ vào cái chuối có hỏng và đây sau đây sạch khăn nóng nơi tuần bạn chạm po chụp pính ở tới chỉ cái hơi thả po có hòm từ mồm lỏ bên đây có ai cây chai ban giờ thì chai ban của nó này bù sạch bao cái chuột bự thì này hay đi một năm từ một năm cả prai pro này bạn đấy chạy từ prai pro bên đây mình có thể thua món từ dùng cờ ban đi cho ai đi từ bay năm của cái này ní hay dùng bay năm từ cho mỏng đòn tiền từ khơi miền mỏ phải lấy chân mà có dân thua miền bạc sọt mình caro mình làm một đòn từ lưỡi cái lạnh từ đây cái rọt bàn đấy chân dương tu sửa nào có tiếp cho mình sự cảm phiêu rồi mò và tham thiết